លោកថាក់ស៊ីននិងលោកស្រីយីណាពុំមានទ្រព្យសម្បត្តិឬការរកស៊ីណាមួយនៅកម្ពុជានោះទេលោកថាក់ស៊ីនស៊ីណាវ៉ាត់និងប្អូនស្រីយីណាស៊ីណាវ៉ាត់ដែលជាអតីតនាយករដ្ឋមន្ត្រីថៃពុំមានទ្រព្យសម្បត្តិឬការរកស៊ីណាមួយនៅកម្ពុជានោះទេនេះបើតាមការបញ្ជាក់របស់សម្ដេចហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជានៅថ្ងៃទី15ខែកញ្ញាសម្ដេចតេជោហ៊ុនសែនបានបង្ហោះវីដេអូជាមួយខ្លឹមសារខាងលើបង្ហាញសង្គម Facebook ក្រោយសម្ដេចតេជោទៅឃើញសារព័ត៌មានចុះផ្សាយថាលោកថាក់ស៊ីនមានទ្រព្យសម្បត្តិនៅកម្ពុជានិងដែលអាជ្ញាធរកម្ពុជាត្រៀមបង្កកទ្រព្យសម្បត្តិទាំងនោះសម្ដេចតេជោបញ្ជាក់យ៉ាងដូចនេះថាទោះខ្ញុំនិងឯកឧត្តមថាក់ស៊ីនមានបញ្ហាជាមួយគ្នាក៏ដោយក៏ខ្ញុំត្រូវមានការទទួលខុសត្រូវរក្សានៅភាពស័ក្តិសមរបស់ឯកឧត្តមថាក់ស៊ីនផងដែរសម្ដេចបានសរសេរបញ្យល់ថាមិនថាឯកឧត្តមថាក់ស៊ីនឬលោកជំទាវយីឡាពុំមានទ្រព្យសម្បត្តិឬការរកស៊ីណាមួយនៅកម្ពុជានោះទេពេលឯកឧត្តមថាក់ស៊ីនឬយីឡាមកកម្ពុជាគឺប្រើប្រាស់រថយន្តរបស់ខ្ញុំទាំងអស់បង្ហាញថាថាក់ស៊ីនគ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយខ្ញុំគូបញ្ជាក់បន្ថែមថាឯកឧត្តមថាក់ស៊ីននិងខ្ញុំមិនដែលបានពិភាក្សាគ្នារឿងធ្វើអាជីវកម្មរកផលចំណេញខាងសេដ្ឋកិច្ចសម្រាប់បុគ្គលឬគ្រួសារនោះទេសម្ដេចបញ្ជាក់បន្ថែមប្រសិនព័ត៌មានបែបនេះចេញពីកម្ពុជាសម្ដេចតេជោបានស្នើសុំឲ្យបញ្ចប់ជាបន្ទាន់តែជាតិសាសន៍របស់យើងត្រូវរក្សានូវភាពថ្លៃថ្នូរមិនកុហកភូតផលមួលបង្កាច់ប្រឌិតរឿងខុសការពិតប្រសិនបើរឿងនេះចេញពីប្រទេសថៃត្រូវទុកឲ្យអាជ្ញាធរថៃដោះស្រាយ